បើទោះបីជាជប៉ុនគឺជាប្រទេសអភិវឌ្ឍក៏ពិតមែនប៉ុន្តែជីវិតអ្នកធ្វើការគឺមានការលំបាកច្រើនជាងបណ្ដាប្រទេសជាច្រើនឆ្ងាយណាស់មូលហេតុចម្បងនោះគឺដោយសារតែជប៉ុនមានវប្បធម៌ត្រូវធ្វើការច្រើនម៉ោងដូច្នេះថ្ងៃនេះយើងនឹងណែនាំប្រិមិត្តឲ្យមកស្គាល់កាន់តែច្បាស់អំពីជីវិតពិតរបស់អ្នកធ្វើការនៅប្រទេសជប៉ុនជាក់ស្ដែងលោក Jazuk ដែលជាអ្នកឯកទេសថតរូបម្នាក់បានចំណាយពេលរស់នៅក្នុងទីក្រុងតូក្យូដើម្បីផ្ដិតយករូបថតអ្នកដែលធ្វើការនៅក្នុងប្រទេសជប៉ុនលទ្ធផលនោះគឺថានៅពេលយប់មានមនុស្សជាច្រើនដែលស្លៀកពាក់ជាបុគ្គលិកធ្វើការឲ្យគេភាគច្រើនសុទ្ធសឹងតែគេងនៅលើចិញ្ចើមផ្លូវក្នុងទីក្រុងតូក្យូលោក Jazuk បាននិយាយថាភាពខុសគ្នារវាងអ្នកធ្វើការស្លៀកពាក់ស្អាតបាតនិងនៅតាមចិញ្ចើមផ្លូវពិតជាទាក់ទាញចិត្តរបស់លោកជាខ្លាំងដូច្នេះនៅក្នុងឆ្នាំ2008មកលោកចាប់ផ្ដើមថតរូបអ្នកធ្វើការដែលលោកបានជួបរូបថតរបស់លោកថតនោះភាគច្រើនសុទ្ធតែជាបុគ្គលិកគេងនៅលើដីតាមចិញ្ចើមផ្លូវនៅស្ថានីយ៍រថភ្លើងក្រោមដីជាដើមអ្នកខ្លះទៀតសំបីតែឈរគេងក៏មានដែរលោកថតរូបទាំងនោះកាន់តែច្រើនលោកកាន់តែស្វែងយល់ដឹងថាវាគឺជារឿងធម្មតាទៅហើយសម្រាប់បុគ្គលិកនៅក្នុងប្រទេសជប៉ុនលោក Jazuk បាននិយាយបន្ថែមទៀតថាពួកអ្នកធ្វើការដែលគេងនៅតាមផ្លូវនោះគឺងាយស្រួលរកណាស់ក្នុងប្រទេសជប៉ុនប្រសិនបើអ្នកដឹងពីកន្លែងរបស់ពួកគេបន្ថែមពីនេះទៀតលោកក៏បាននិយាយទៀតថាពួកគេភាគច្រើនតែងនៅម្ដុំស្ថានីយ៍រថភ្លើងនិងកន្លែងច្រៀងខារ៉ាអូខេជាដើមជាពិសេសនៅតំបន់ Shinjuku និងតំបន់ Shimbashi សម្បូរពួកគេច្រើននៅទីនោះប៉ុន្តែលោករមែងឃើញពួកគេជារឿយៗគ្រប់ទីកន្លែងដូច្នេះបានជាធ្វើឲ្យលោកមានការចាប់អារម្មណ៍នឹងពួកគេជាខ្លាំងអស់រយៈពេលជាង2ឆ្នាំមកហើយដែលលោក Jazuk បានចំណាយពេលថតរូបរបស់ពួកគេរាល់យប់លោកបាននិយាយបន្ថែមទៀតថាលោកមិនចេះតែថតនោះទេពោលគឺលោកថតតែរូបណាដែលចម្លែកស្រស់ស្អាតនិងមានស្ទាយតែប៉ុណ្ណោះក្រោយមកលោកក៏បានចងក្រងរូបទាំងនោះដាក់ក្នុងសៀវភៅមួយក្បាលដែលមានចំណងជើងថា High Fashion ដែលត្រូវបានបោះពុម្ពក្នុងឆ្នាំ2018ដូច្នេះយើងអាចសរបញ្ជាក់បានថាបើទោះបីជាសម្បកក្រៅជប៉ុនគឺជាប្រទេសអភិវឌ្ឍមានសេដ្ឋកិច្ចខ្ពស់ប្រចាំអាស៊ីពិតមែនប៉ុន្តែជីវិតក៏ដូចជាសេចក្តីសុខរបស់ប្រជាជនទូទៅពុំសូវមានភាពរីករាយប៉ុន្មាននោះទេ